ដើមមាន3ស្ដីមាន4កូនអើយចាស់ថាដើមមាន3ឬបើនឹងស្ដីនោះមាន4នៃនេះល្អល្អះណាស់ណាស្ងួនលោកទុកជាក្បួនប្រដៅស្ដីនេះនៃអដ្ឋបដិរូបពុកឆ្លើយបង្រួបសង្ខេបខ្លីពាក្យដែលលោកថាដើមមាន3ពិតមានអត្ថន័យនិងខ្លឹមសារទី1មុនពេលចលីលាមើលពេលវេលាត្រូវយាត្រាយប់ថ្ងៃមកមីប៉ងទៅណាមិនគួរប្រាថ្នាតាមតែចិត្តឧបមាអង្កេតហេតុឆោឡោក្រែងជន់ដានចោជន់ឧក្រិតដោយអូសសម្រះប៉ះពាកពិតត្រូវពៀលទុច្ចរិតចោតដំរងទី2មើលផ្លូវត្រូវដើរហើមិនគប់ប្រសើរគួរបងអង្គឃ្លាមួយផ្លូវវាចកុំបោះបង់ឯផ្លូវដែលត្រង់កុំដើរហោងដូច្នេះគួរត្រេះពិចារណាបំណាច់យាត្រាកុំឲ្យមងគិតដល់ទិសដៅត្រូវត្រាច់ឆ្លងតើផ្លូវណាផងល្អគប់ទី3គួរគិតពិនិត្យជាចំពោះមិត្តភក្តិខ្លើមរក្តីគួរដើរជាមួយឬកុំអីចូលស្ងួនប្រុសស្រីរំពៃស្ដាប់ដើរហើសេពគប់មិត្តស្មោះសរនាំខ្លួនឲ្យល្អមិនអោនអាប់ដើរចូលមិត្តពៀលនាំឈឺចាប់មិត្តផ្ដល់ក្តីស្លាប់កុំរួមរយៈពុកនឹងបកស្រាយនៃម្យ៉ាងទៀតមិនឲ្យហួសឃ្លាតឆ្លៀតបញ្ជាក់ពាក្យដើរមាន3ស្ដីប្រធ្យៈបន្តឃ្លាវៈចាប់ចង់ជួនទី1លោកថាកុំប្រមាទជីវិតមនុស្សសត្វណាមេស្ងួនអំពើទុច្ចរិតគិតគុំគួនតាមក្បួនបាលីហៅបាណាទី2កុំលួចសម្បត្តិគេច្បាប់ពីពពេផ្ដល់ទោសាអំពើឆក់ប្លន់ចាត់ឫស្យាបាលីស្ដីថាអទិនាទានទី3កុំក្បត់ប្រពៃណីគួរកូនសំភីខំសូត្ររៀនកុំកន្លងច្បាប់បុរាណព្រាននោះមានកាមេសុមិច្ឆានេះពុកផ្ដែផ្ដាំចាំឲ្យជាក់ឃ្លាទាំង3វគ្គមានខ្លឹមសារពាក្យដើរមាន3ស្ដីពិស្ដាបុរាណចែងចាដូចនេះឯងចំណែកអត្ថន័យស្ដីមាន4លោកទុកជាក្បួនឲ្យគិតក្រែងលោកចោតប្រស្នាឲ្យខំស្វែងបកស្រាយថ្លឹងថ្លែងលើអត្ថន័យទី1កុំស្ដីភ័កុហកពោលពាក្យអាក្រក់មិនគប្បីភូតចាញ់អាត្មាដូនតាស្ដីបាលីពោលថាមុសាវាទទី2កុំស្ដីជេរត្រគោះបញ្ចោបញ្ចុះឆ្លោះមិត្តញាតិបាលីស្ដីថាបរុសវាទនៃនេះពុកឆ្លៀតប្រាប់ឆោមឆាយទី3កុំស្ដីពាក្យចាក់ដោតញុះញង់នោះសោតនំខ្វល់ខ្វាយបង្កចំលោះប្រទុសរាយបាលីបកស្រាយបិសនាវាទទី4ចូលស្ងួនចាំឲ្យច្បាស់សំខាន់ខ្លាំងណាស់កុំបីឃ្លាតហៅថាសម្ភពបលាវាទកូនអើយកុំឃ្លាតឆ្លៀតត្រង់ត្រាប់នោះគឺមុនស្ដីកប់បីគិតកុំពោលប្រឌិតខុសក្បួនច្បាប់ពាក្យឥតប្រយោជន៍អាចនាំអាប់
ពោលមិនចំណាប់អាប់អាត្មាចូលចាំឲ្យជាក់វគ្គទី4មុនស្ដីគួរស្ងួនពិចារណាកុំលោលេងសើចខុសតម្រាពាក្យមិនបានការណានឹមនួនកូនណើយកាយកម្មនោះមាន3រីឯវចីកម្មមាន4ព្រះធម៌លោកចែងជាច្បាប់ក្បួនដើរ3ស្ដី4ដូចឆ្នេះឯងរួមនឹងមโนកម្មមាន3គម្ពីរបាលីលោកតតែងអំពើនៃចិត្តពិតជាក់ស្ដែងចេតនានោះឯងផ្ដល់វិបត្តិទី1កុំគួចកុនរំពៃទ្របអ្នកដតីត្រូវប្រយ័ត្នកុំប៉ងចង់បានកេងបំបត្តិលោកអនុម័តហៅអភិជាទី2ហៅថាព្យាបាទៈកុំកាន់ទោសៈចិត្តយៈមេកុំចងគុំនុំកុំគួនគ្នាបន្ទន់រឹកពៀជាអ្នកល្អទី3គឺមិច្ឆាទិដ្ឋិនោះជាកតិលោកបន្តកុំយល់ខុសឆ្គងកន្លងធរកាន់ចិត្តស្មោះសរកុំបំភ្លៃឆ្នេះហើយកូនើយចូលចំណាំលោកផ្ដាំមโนកម្មនោះមាន3ស្របនឹងកាយកម្មក៏មាន3រួមនឹងវចីកម្មមាន4នោះពិតប្រសោតពីកម្មបត្តិកំណត់មាន10គ្រប់ចំនួនគឺកាយវាចាចិត្តណាស្ងួនប្រាកដតាមក្បួនលោកសង្ខេប